វ័យមិនទាន់30ឆ្នាំផងនារីខ្មែរបេរូបង្កើតម៉ាកផលិតផលសម្រាប់ជោគជ័យខ្លាំងអ្នកគាំទ្រសម្រុកទិញដោយទឹកបាក់ទំនប់មួយរយៈក្រោយនេះប្រជាជនយើងហាក់ងាកមកគាំទ្រផលិតផលក្នុងស្រុកខណៈដែលគុណភាពនិងស្តង់ដារផលិតមិនចាញ់ម៉ាកល្បីៗពីបរទេសចំណោមនោះឃើញថាម៉ាកផលិតផលសម្រស់ដែលបង្កើតឡើងដោយកូនខ្មែរវ័យក្មេងកំពុងទទួលបានប្រជាប្រិយភាពគួរឲ្យកត់សម្គាល់ជាក់ស្ដែងដូចជាស្ថាបនិក3រូបដែលគេស្គាល់ថាជា influencer ពួកគេបានបង្កើតផលិតផលផាត់មុខដែលជាម៉ាកយីហោផ្ទាល់ខ្លួនហើយបច្ចុប្បន្នកំពុងកាក់កបមានទីផ្សារខ្លាំងពីយុវវ័យ1ជាស្រីនីក្រៅពីជា influencer ជា YouTuber ជាម្ចាស់សម្អាងការជាស្រីនាក៏ជាស្ថាបនិកផលិតផលផាត់មុខម៉ាក់វីយ៉ាងជាលេខការពារកម្ដៅថ្ងៃ Skin Filter Sunscreen ដែលអាចប្រើជំនួសម្សៅទ្រនាប់ Foundation ផងនិង Cushion ផង2ពេជ្រពិសីតាមរយៈការបង្កើតមាតិកាវីដេអូចម្រុះជាពិសេសការធ្វើដំណើរកម្សាន្តរបៀបរស់នៅប្រចាំថ្ងៃការស្លៀកពាក់រួមទាំងការធ្វើសប្បុរសធម៌ផងនោះពេជ្រពិសីក៏បានធ្វើជំនួញបង្កើតម៉ាកផលិតផលផាត់មុខឈ្មោះថាផ្កាពណ៌ផាត់ផលផ្ការបស់នាងអាចប្រើបានទាំងសម្រាប់ធ្វើជាពណ៌ផាត់លើបបូរមាត់និងភ្នែកផងដែរ3ដាក់ដាវជា influencer មាន style fashion មិនច្រឡំគេដាក់ដាវបានបង្កើតផលិតផលផាត់មុខដែលប្រណិតមើលមុខលំដាប់ខ្ពស់មានម៉ាកយីហោឈ្មោះថា Amor ផលិតផលរបស់នាងមានច្រើនយ៉ាងរាប់តាំងពីក្រែមបបូរមាត់ពណ៌ផាត់ផ្ពាល់ Simmer Oil និង gel សុទ្ធចិញ្ចើមរួមទាំងទឹកអប់ផងដែរ